Hello ថ្ងៃហ្នឹងកសិករងុយដេកតែនៅឆ្លៀតថតវីដេអូទៀតឃើញអីប្លែកទេស្គីនថ្មីហ្នឹងឥឡូវនឹងឈប់ដូរទៅពីហើយស្គីនហ្នឹងគឺដាក់រហូតហើយដាប់យ៉ាកសិករចេញមកគឺធ្វើដំណាំនឹងឯងតើអ្នកនរគ្នាធុញទេមើលវីដេអូដែលធ្វើតែដំណាំធុញទេបើធុញក៏មិនអីដែរព្រោះខ្ញុំធ្វើតែដំណាំទេការងារខ្ញុំតែប៉ុណ្្នឹងបើថាធុញទៅយើងច្រៀងមួយបទក៏បានដែរមែនទេខ្ញុំមិនចេះច្រៀងទេអញ្ចឹងអ្នកនរគ្នាច្រៀងខ្ញុំស្ដាប់អីទៅមែនទេកសិករធ្វើដំណាំយើងជាកសិករយើងជីកយើងគាស់យើងរាស់យើងរយយើងសាបយើងព្រោះយើងដាំយើងដោះដំណោះដំណាំផ្សំផងកាត់ផងស្រូវតូចស្រូវធំស្រូវដាក់គ្រាប់បាក់កលហើយកំណាព្យស្អីទេស្ដាប់យល់ទេថ្ងៃនេះគឺអត់មានអីថ្មីសោះងុយដេកហើយឆ្លៀតធ្វើវីដេអូទៀតហើយជាកម្ររកបានណាស់ណាអត់មានអីលេងទេក្រៅពីជីកគាស់ជីកហើយគាស់ហើយជីកក្បាលវីដេអូមកគឺដាំស្រូវនឹងឯងអាហ្នឹងគឺជាគោលការណ៍របស់ខ្ញុំគោលការណ៍វីដេអូគឺត្រូវតែជីកគាស់ដាំដំណាំនេះគឺជាធាមដ៏ខ្ជិះជូរគួរស្រឡាញ់របស់យើងខ្ញុំគោលឡើងប្រហែលលានក្បាលហើយឆៃទៅមិនពុលទេណាឆៃទៅមិនពុលទេបើពុលយើងមិនដាក់អីទីទេជាងដូចច្រើនណាស់ដូចជើដាក់ឲ្យស៊ីនេះមិនមែនជាអាហារមនុស្សទេទុកតែដាក់ឲ្យសត្វស៊ីថ្ងៃនេះគឺដល់ពេលខ្ញុំចុះទៅក្រោមហើយចុះមកដល់ក្រោមតំណាំទៀតអូឡើងរួចទេធ្វើមិនទៅអត់មានថ្មផងណាអូយខ្ពស់ហ่าជីកខ្ពស់ហ่าកន្លែងដាក់ស្រូវនេះគឺជាកន្លែងដាក់ស្រូវនិងកន្លែងដាក់ក្របពូជអស់ហើយនឹងធ្វើអីទៀតទេនេះធ្វើអីទៀតណ
កដាលយកໄວនឹងធ្វើអីទេថតវីដេអូនិយាយអំពីដំណាំគឺឡើងមកដល់នៅនេះឡើងជួយផងឡា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 បែកដីបាត់ណាតំពួកតកាយអីដែរណាអត់ឃើញតំពួកតកាយដែរណាធ្វើហ្មងជិះបែកអស់ទេវាណោះមានតែវិធីហ្នឹងឯងចឹងគឺធ្វើយកវាទៅធ្វើដំណាំមកអត់មានទីចាំបាច់មានតែមកធ្វើឲ្យមិនគ្រាន់តែដូចបានតែដែរតែកាឈើហើយដើរទៅភាសាទៀតវាជាធំមែនទេដំណើររបស់កសិករ Hello មានឈើដែរទេនេះអូមែនដើម្បីកុំឲ្យខាតនេះត្រូវតែរករបស់នេះបាក់ដុំដីនេះណែនេះហើយគឺឈើដែលគេប្រើឡាឡាឡាដល់ពេលហើយយើងធ្វើដំណាំតទៀតតុកយើងធ្វើអានេះមកដែលគេហៅថា stick មិនតែគេ stick គេអានថា stick ចឹង stick អូខេ stick គេអានថា stick តែគឺសាច់អាមិនបានចេះតែលោតចឹងដំណាំយើងត្រូវតែដាំយើងត្រូវតែដកគ្រប់ពេលដំណាំយើងត្រូវតែកាយយើងត្រូវតែកោះអើយអស់គ្មានសល់បើយើងទុកនៅយើងប្រកាសជាអត់ឃ្លានមែនទេដំណាំយើងត្រូវតែកាយយើងត្រូវតែកោះវាអស់បើយើងទុកនៅប្រកាសជាអត់ឃ្លានស្លាប់មិនខានដំណើរជីវិតរបស់កសិករតូចតាចនៅក្នុងបន្ទាយរបស់តោះដែលធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយដៃគូសត្រូវពួកគេនឹងស្វែងរកអ្វីៗគ្រប់យ៉ាងដើម្បីឈ្នះហើយយើងគឺជា
នាងផលិតស្បៀងអាហារមែនហើយតើដំណាំគឺមានប្រយោជន៍ច្រើនទេការ៉ុតអាចធ្វើទៅជាការ៉ុតមាសប៉ោមអាចធ្វើទៅជាប៉ោមមាសឬក្លាយជាឪឡឹកមាសប៉ុន្តែផ្លែឈើអីផ្សេងក៏អាចធ្វើទៅជាមាសដែរចា៎ព្រោះតែវាអត់មានប្រយោជន៍នេះគឺជាការ៉ុតដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ពីកសិករលេខ1កសិករលេខ1ហូតទៀតអូយអ្នកណាគេចង់ញ៉ាំការ៉ុតផ្អែមឆ្ងាញ់ស្រស់ថ្លាអាចមកជួបខ្ញុំបានតែត្រូវបង់ប្រាក់ប្រមូលផលរួចគឺដាំវិញប្រមូលផលរួចក៏ដាំវិញប្រមូលផលរួចក៏ដាំវិញហើយដល់ពេលដាំវិញហើយដាំការ៉ុតដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ការ៉ុតដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ណាគឺការ៉ុតកសិករមិនធម្មតាកសិករអស្ចារ្យមហាលោកផ្លោះអតិទេពដំណាំគឺជាភាពស្រស់ថ្លានៃពិភពលោកដែលមនុស្សទាំងឡាយត្រូវការវេលាអស្ចារ្យអ្នកគួរតែញ៉ាំផ្លែឈើនិងបន្លែអ្នកទាំងអស់គ្នាញ៉ាំផ្លែឈើញ៉ាំបន្លែបានច្រើនទេដែរដើម្បីសុខភាពមាំមួនល្អប្រសើរពោរពេញទៅដោយវីតាមីនក៏មិនអាចញ៉ាំបន្លែទាំងអស់សុទ្ធសាធនោះដែរអ្នកទាំងអស់គ្នាត្រូវមានសាច់ជីវជាតិអាហារលាយគ្នាដើម្បីថាមពលរបស់យើងផងដែរត្រូវញ៉ាំអាហារដែលមានសុខភាពល្អបើយល់ល្អរៀនដាំដំណាំដោយខ្លួនឯងដើម្បីទទួលបានអាហារសុខភាពស្រស់ល្អខ្លាំងនេះគឺជាអាហារសុខភាពមកពីកសិដ្ឋានយើងខ្ញុំការ៉ុតស្រស់ឈ្ងុយឆ្ងាញ់ផ្អែមធម្មជាតិមិនដាក់ជីគីមីដាក់តែជីឆ្អឹងខ្មោចវីដេអូវ៉ាលឿនណាស់មែនទេមែនទេលឿនណាស់មែនទេអូផ្អៀងបាត់ផ្អែមហើយស្រស់យើងចូលចិត្តដំណាំរសជាតិផ្អែម
Nó này tôi hiện ngồi đế chứ lấy nước tôi nước chốc ta phần nhân hơi bye bye ấy da cho làm bye 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 nhâm cà rốt đấy nè cà rốt đôi chít em chơi ngành nè mà do cà rốt mà vì na cái tên em mà do cà rốt mà do cà rốt hay bằng bạc phong bye